ស្ត្រីរូបនេះទើបតែលែងលះជាមួយស្វាមីរបស់នាងពេលនាងដឹងថានាងមានផ្ទៃពោះយ៉ាងណាមិញការមានផ្ទៃពោះនេះដែលនាងបានទៅមន្ទីរពេទ្យដើម្បីរំលូតកូននិងផ្លាស់ប្ដូរដំណើរជីវិតរបស់នាងជារៀងរហូតមុនពេលវះកាត់នាងបានស្រមៃចង់ដើរចេញពីបន្ទប់វះកាត់ជាវីរបុរសថ្មីម្នាក់ដែលអាចប៉ះបុរសមានសាច់ដុំមាំមួនម្នាក់បានដោយសេរីភ្លាមនោះបន្ទប់វះកាត់ក៏ងឹតឈឹងពេលដែលនាងឆ្ងល់ថាតើគ្រូពេទ្យបានទៅណាហើយវាសនាអនាគតរបស់នាងបានភ្លឺឡើងក្នុងចិត្តនៅថ្ងៃអនាគតបន្ទាប់ពីលែងលះនឹងរំលូតកូននាងនឹងត្រូវឪពុកម្ដាយរបស់នាងរៀបចំឲ្យរៀបការម្ដងទៀតដោយរៀបការជាមួយបុរសម្នាក់ដែលនឹងរស់នៅជាមួយក្រុមគ្រួសាររបស់នាងប៉ុន្តែនៅឆ្នាំនោះឪពុកម្ដាយរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍គាត់ត្រូវបានកូនប្រសាររបស់គាត់បោះបង់ចោលនៅបរទេសដូចជាសម្រាមព្រះនាងដែលធ្លាប់មានមោទនភាពនៃរង្វង់ឥស្រាជននៅទីក្រុងប៉េកាំងត្រូវបានបន្សល់ទុកក្នុងរយៈពេលមួយយប់ឲ្យក្លាយជាអ្នកសុំទានដែលដើររើសអាហារនៅក្នុងធុងសម្រាមនៅពេលដែលនាងបានរកឃើញនំប៉័ងមួយដុំវាត្រូវបានលួចដោយអ្នកសុំទានម្នាក់ទៀតនៅពេលដែលនាងកំពុងលិចលង់ក្នុងភាពអស់សង្ឃឹមនៅភាគពីយប់ប្រទេសចិននាងបានឃើញអតីតស្វាមីរបស់នាងវិលត្រឡប់មកវិញដោយជោគជ័យនាងបានលែងលះជាមួយគាត់ដោយសារតែគាត់ខ្សែធនប៉ុន្តែឥឡូវនេះគាត់បានវិលត្រឡប់មកវិញដោយជោគជ័យនាងបាននៅអតីតស្វាមីរបស់នាងប្រាប់អ្នកយកព័ត៌មានថានាងគឺជាមនុស្សដែលគាត់ចង់អរគុណបំផុតនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់គាត់ប្រសិនបើមិនមែនដោយសារការលែងលះរបស់គាត់ទេគាត់នឹងមិនក្លាយជាមនុស្សដែលគាត់ជាសពថ្ងៃនេះទេទីបំផុតដោយដឹងពីកំហុសរបស់គាត់បានព្យាយាមចូលទៅជិតអតីតស្វាមីរបស់គាត់ប៉ុន្តែបែរជាឃើញថាគាត់មិនអាចសម្រេចបានគាត់បានភ្ញាក់ពីសុបិនអាក្រក់នេះហាក់ដូចជាបានរកឃើញថាសុបិននោះជាការពិតប្រសិនបើគាត់លែងលះគ្នាហើយរំលូតកូនគ្រួសាររបស់គាត់នឹងត្រូវបំផ្លាញហើយគាត់នឹងស្លាប់យ៉ាងវេទនានៅតាមដងផ្លូវគាត់ឈប់ហើយទីរកក្នុងផ្ទៃរបស់គាត់ថាជាបាល់ហើយផ្ទុយទៅវិញគាត់ចាត់ទុកវាជាផ្កាយសំណាងតូចរបស់គាត់នៅពេលដែលគាត់រត់ចេញពីបន្ទប់វះកាត់ភ្លាមនោះគាត់បានដឹងខ្លួនគាត់បានទៅរៀបការជាមួយអតីតស្វាមីរបស់គាត់ប៉ុន្តែបានដឹងថាគាត់បានឲ្យវីឡានេះដល់គាត់បន្ទាប់ពីលែងលះនាងបានរត់គេចខ្លួនទៅកាន់ផ្ទះចាស់ទ្រុឌទ្រោមរបស់នាងដែលជាផ្ទះមាសរបស់អតីតស្វាមីនាងត្រូវតែឈ្នះចិត្តគាត់មកវិញបន្ទាប់ពីស្លៀកពាក់យ៉ាងប្រុងប្រយ័ត្ននាងបានរកឃើញថាអតីតស្វាមីរបស់នាងមានស្ត្រីម្នាក់ទៀតរួចទៅហើយនាងបានលាក់ខ្លួនដោយខ្មាស់អៀនដោយយកមិត្តរួមការងារថ្នាក់ក្រោមរបស់នាងដែលធ្លាប់ជួយក្នុងអាជីពរបស់គាត់ជាស្នេហាថ្មីរបស់នាងដោយគិតអំពីជោគវាសនាដ៏សោកសៅរបស់នាងមិនអាចគ្រាន់តែមើលសុបិនអាក្រក់របស់នាងคล้ายជាការពិតនោះទេនាងបានពង្រឹងខ្លួនឯងហើយស្រែកហៅអតីតស្វាមីរបស់នាងប៉ុន្តែគាត់គ្រាន់តែសំលឹងមើលនាងមុនពេលងាកហើយឡើងទៅជន់លើដោយមិនងាកក្រោយនាងមិនដែលនឹកស្មានថាអតីតស្វាមីរបស់នាងដែលធ្លាប់ស្រឡាញ់នាងខ្លាំងបែបនេះនឹងក្រោយពីលែងលះគ្នារួចនាងមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងយ៉ាងខ្លាំងរហូតដល់នាងចាក់ចេញទាំងសោកសៅអតីតស្វាមីរបស់នាងបានឃើញប្អូនស្រីរបស់នាងចេញទៅហើយក៏បានចុះទៅជន់ក្រោមនាងគិតថាគាត់កំពុងផ្ដល់ឱកាសឲ្យនាងរៀបការម្ដងទៀតប៉ុន្តែផ្ទុយទៅវិញគាត់បានប្រាប់នាងឲ្យចាក់ចេញយ៉ាងលឿនគាត់បានប្រកាសដោយត្រជាក់ថានាងលែងស័ក្តិសមនឹងគាត់ទៀតហើយជាបុរសដែលមានឋានៈខ្ពស់គាត់គិតថាវាគ្មានបេះដូងតតែសោះនាងជាអ្នកដែលបានលែងលះហើយឥឡូវនេះនាងកំពុងអង្វរសុំរៀបការម្ដងទៀតអ្នកណាក៏គិតថានាងគ្រាន់តែលេងសើចនឹងគាត់ដែរទឹកភ្នែកមួយបានហូរចេញពីភ្នែករបស់នាងគាត់បានប្រមូលភាពក្លាហានរបស់គាត់ហើយប្រាប់អតីតស្វាមីរបស់គាត់ដោយអង្វរគាត់ឲ្យជឿថាលើកនេះគាត់និយាយធ្ងន់ធ្ងរអតីតស្វាមីរបស់គាត់គ្រាន់តែប្រគល់កន្សែងដៃឲ្យគាត់ហើយនិយាយថាយើងចប់ហើយពាក្យទាំងនេះបានចាក់ទម្លុះបេះដូងដ៏កក់ក្ដៅរបស់គាត់ដូចជាបន្លាទឹកកកគាត់មិនដឹងពីរបៀបបញ្ចុះបញ្ចូលគាត់ឲ្យនៅទេប៉ុន្តែសូម្បីតែដើម្បីជាប្រយោជន៍ដល់ឪពុកម្ដាយរបស់គាត់ក៏ដោយគាត់បានអបអតីតស្វាមីរបស់គាត់យ៉ាងណែនទោះបីជាវាមានន័យថានិយាយអ្វីមួយប្រឆាំងនឹងឆន្ទៈរបស់គាត់ក៏ដោយគាត់នឹកគាត់យ៉ាងខ្លាំងចាប់តាំងពីការលែងលះគាត់ត្រូវតែឲ្យគាត់រៀបការជាមួយគាត់ទោះជាយ៉ាងណាក៏ដោយអតីតស្វាមីដែលខូចចិត្តរបស់គាត់មិនជឿគាត់តតែសោះផ្ទុយទៅវិញគាត់គិតថាគាត់កំពុងចាត់ទុកអាពាហ៍ពិពាហ៍ដូចជាល្បែងមួយទោះបីជាគាត់មានសំណាងអាក្រក់ក៏ដោយគាត់បដិសេធមិនព្រមធ្វើជាប្រដាប់ក្មេងលេងសម្រាប់គាត់ដើម្បីបោកបញ្ឆោតតាមចិត្តឡើយហើយការរៀបការម្ដងទៀតគឺមិនអាចទៅរួចទេគាត់ត្រូវបានបដិសេធហើយបានត្រឡប់ទៅផ្ទះវិញហើយចាប់ផ្ដើមគិតឡើងវិញអតីតស្វាមីរបស់គាត់ចងចាំចំណងចំណូលចិត្តទាំងអស់របស់គាត់ហើយអត់អន់ចំពោះបំណងប្រាថ្នាទាំងអស់របស់គាត់ប៉ុន្តែគាត់មិនដែលនិយាយអរគុណទេដោយចាត់ទុកវាជារឿងធម្មតាភ្លាមនោះដោយដឹងការពិតចិត្តរបស់គាត់ពោពេញដោយគំនិតអំពីអ្វីដែលត្រូវធ្វើលើកនេះគាត់នឹងព្យាយាមយកឈ្នះចិត្តអតីតស្វាមីរបស់គាត់មកវិញមួយជំហានម្ដងដោយសង្ឃឹមថានឹងរៀបការម្ដងទៀតជំហានដំបូងរបស់គាត់គឺគិតអំពីជីដូនរបស់អតីតស្វាមីគាត់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់គាត់តែងតែចង់ជួបគាត់បន្ទាប់ពីរៀបការរួចទោះជាយ៉ាងណាក៏ដោយស៊ុនស៊ីមិនពេញចិត្តនឹងជីដូនដែលឈឺរបស់គាត់ទេហើយបានរកលេសផ្សេងដើម្បីគុំទៅលេងគាត់លើកនេះគាត់បានយកអំណោយមួយចំនួនធំមកលេងជីដូនរបស់គាត់ប៉ុន្តែជីដូនដែលមានជំងឺភ្លេចភ្លាំងបានប្រើក្រមៀសូត្រតម្លៃរាប់លានដុល្លារដែលគាត់បានយកមកធ្វើជាក្រណាត់ជូតរទេះរុញរបស់គាត់ដរាបណាជីដូនរបស់គាត់សប្បាយចិត្តគាត់នៅតែមានសង្ឃឹមក្នុងការរៀបការម្ដងទៀតគាត់ក៏នឹងនាំជីដូនរបស់គាត់ទៅខាងក្រៅដើម្បីងូតទឹកព្រះអាទិត្យដែរប៉ុន្តែពួកគេបានដើរកាត់អតីតស្វាមីរបស់គាត់ដែលបានមកបញ្ជូនជីដូនរបស់គាត់ទៅមន្ទីរពេទ្យមួយផ្សេងទៀតនៅខាងក្រៅគាត់ស្រាប់តែមានអារម្មណ៍ចង់ក្អួតនៅពេលឃើញអាហាររហ័សដែលមានជាតិខ្លាញ់ទោះបីជាជីដូនរបស់គាត់មានជំងឺភ្លេចភ្លាំងក៏ដោយគាត់ស្គាល់ចៅស្រីរបស់គាត់ភ្លាមនាងបានមានអាការៈចង្អោរពេលព្រឹកជាប់រហូតហើយបានទុកជីដូនរបស់នាងឲ្យនៅម្នាក់ឯងនៅមាត់ផ្លូវដើម្បីចូលបន្ទប់ទឹកពេលនាងត្រឡប់មកវិញនាងបានឃើញជីដូនរបស់នាងបាត់ខ្លួននាងបានដើររកដោយអន្ទះសារហើយមិននឹកស្មានដល់បានជួបអតីតស្វាមី
របស់នាងដែលទូចថាគាត់ដឹងថាជីដូនរបស់គាត់ឈឺហើយបានទុកគាត់ចោលនៅទីនោះតែម្នាក់ឯងដោយយល់ច្រឡំនាងបានពន្យល់ទៅអតីតស្វាមីរបស់នាងថាគាត់ពិតជាស្មោះត្រង់ចំពោះជីដូនរបស់គាត់និងជីដូនរបស់នាងប៉ុន្តែគាត់មិនជឿនាងទេគាត់បាននិយាយថាពួកគេមិនបានទៅលេងជីដូនរបស់គាត់ក្នុងឆ្នាំរៀបការរបស់ពួកគេទេហើយឥឡូវពួកគេបានលែងលះគ្នាហើយគាត់ស្រាប់តែមកលេងជីដូនរបស់នាងតែបែរជាឃើញជីដូនរងរបួសនិងខូចចិត្តយ៉ាងខ្លាំងគាត់មានអារម្មណ៍ឈឺចាប់ក្នុងទ្រូងដោយមិនដឹងថាហេតុអ្វីដោយមិនដឹងថាគាត់មិនអាចលះបង់វាទាំងអស់បានប៉ុន្តែគាត់នៅតែនិយាយថាពួកខ្ញុំមិនចង់ជួបអ្នកម្ដងទៀតទេកុំឲ្យខ្ញុំនិយាយវាជាលើកទី2អីខ្ញុំឆ្ងល់ថាតើវាអាចទៅរួចឬអត់នាងបានរកឃើញជីដូនរបស់នាងនៅក្រោមដើមឈើជូនពរជីដូនរបស់នាងដោយយល់ច្រឡំថាវត្ថុស័ក្តិសិទ្ធិដែលបានរកឃើញនោះជាពរជ័យសម្រាប់ចៅស្រីរបស់នាងតាមពិតទៅកំពុងការពារនាងនេះធ្វើឲ្យគាត់ដឹងថាគាត់បានយល់ច្រឡំអតីតភរិយារបស់គាត់បានទៅរកនាងប៉ុន្តែបានដឹងថានាងកំពុងដើរខ្វិនហើយនៅតែស្វែងរកជីដូនរបស់នាងនៅពេលដែលគាត់ហៀបនឹងទៅរកវត្ថុស័ក្តិសិទ្ធិសម្រាប់អតីតភរិយារបស់គាត់ដែលបានដួលគាត់បានដឹងថាជីដូនរបស់នាងបានរកឃើញគាត់ហើយដួលសន្លប់ពេលនាងភ្ញាក់ឡើងម្ដងទៀតនាងបានរកឃើញខ្លួនឯងនៅក្នុងផ្ទះអតីតស្វាមីរបស់នាងដោយដំបូងឡើយគិតថាគាត់បាននាំនាងមកទីនេះព្រោះគាត់បានធ្វើឲ្យចិត្តរបស់គាត់ទន់ភ្លន់គាត់ចង់បានចម្លើយយ៉ាងខ្លាំងប៉ុន្តែបានដឹងថាអតីតស្វាមីរបស់គាត់នឹងចាកចេញពីទីក្រុងនៅយប់នោះដោយមិនត្រឡប់មកវិញឡើយគាត់មានការភ័យស្លន់ស្លោប៉ុន្តែអតីតស្វាមីរបស់គាត់បានប្រាប់គាត់ឲ្យបន្តធ្វើជាអ្នកសង្គមនិយមពេកាំងរបស់គាត់ដើម្បីស្វែងរកអ្នកគាំទ្រដ៏ល្អជាងនិងរស់នៅជីវិតដែលគ្មានកង្វល់មិនថាគាត់អង្វរគាត់ឲ្យស្នាក់នៅយ៉ាងណាក៏ដោយវាមិនគ្រប់គ្រាន់ដើម្បីរក្សាគាត់ទេខូចចិត្តយ៉ាងខ្លាំងគាត់បានចាកចេញនៅពេលដែលភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងជំនួសឲ្យការឲ្យអ្នកបើកបររបស់គាត់ទៅទទួលគាត់បានសម្រេចចិត្តប្រថុយប្រឋានចុងរយចុះបើអតីតស្វាមីរបស់គាត់បានឃើញគាត់នៅតាមផ្លូវទៅប្រលានយន្តហោះតើអតីតស្វាមីរបស់នាងនឹងនៅតែមានអារម្មណ៍សោកស្ដាយចំពោះនាងហើយទុកនាងឲ្យដើរក្នុងភ្លៀងត្រជាក់ដូចមុនទេគាត់បានដើរតាមផ្លូវដែលអតីតស្វាមីរបស់នាងតែងតែទៅប្រលានយន្តហោះគាត់ឃើញនាងយ៉ាងច្បាស់ប៉ុន្តែឥឡូវនេះដោយគ្មានលុយតើនាងអាចផ្ដល់ជូនគាត់អ្វីខ្លះនាងមិនដឹងថាអនាគតរបស់នាងនឹងទៅជាយ៉ាងណាទេដូច្នេះតើនាងអាចឲ្យគាត់រងទុក្ខជាមួយនាងដោយរបៀបណាលេខដែលរបស់នាងសម្រាប់ការមិនរៀបការម្ដងទៀតគឺគ្រាន់តែដើម្បីបំភ្លេចគាត់ទាំងស្រុងប៉ុន្តែនាងបានឃើញចម្លើយដែលនាងមិនចង់ឃើញដោយមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំងបន្ទាប់មកជើងរបស់នាងបានរបូតចេញហើយនាងបានដួលទៅលើដីប៉ុន្តែបន្ទាប់មកនាងបានឮសំឡេងជើងដែលធ្លាប់ស្គាល់របស់គាត់